លឺតគ្នាមកថាកាហ្វេនៅ Corner Aeon 2ហ្នឹងនិយាយពីឆ្ងាញ់តែម្ដងថ្ងៃនេះភេក Marat Takeaway ហ្នឹងក៏បានមកដល់ទីតាំងនៅកន្លែងហ្នឹងមិនទាន់បានទៅញ៉ាំជាមួយនឹងគេហៅថានំឬកាហ្វេគ្រឿងទឹកគ្រឿងអីហ្នឹងគ្រប់មុខទាំងអស់ហ្នឹងមិនទាន់បានទៅតែនិយាយពីទីតាំងគេទៅសើទីតាំងមកគឺស្អាតតែម្ដងហើយពេលមកដល់ហ្នឹងវត្តនេះខ្ញុំបានកំងហ្នឹងគេហៅថាមច្ឆាដូងគ្រីមជាមួយនឹង Passion Cream នេះគឺចោលអត់បានទេហើយជាមួយនឹងគេហៅថាកាហ្វេអំបិលរបស់គេហ្នឹងហើយសុកកឡាយហ្នឹងគឺមានមកចប់ហើយមុននំបងប្អូនហើយតើខាងកាហ្វេ Corner ហ្នឹងគាត់បកកែធ្វើគ្រីមមិនថាដាក់ជាមួយនឹងគ្រឿងទឹកកាហ្វេឬក៏ស្អីគ្រប់មុខឲ្យតែថាមានគ្រីមតិចពីលើហ្នឹងគឺឆ្ងាញ់ជាតិតែម្ដងហើយដល់ពេលយកមកដាក់នៅលើនំទៀតដាក់អីគឺមានជាតិនឹងហើយនិយាយពីញ៉ាំទៅខ្ញុំធ្លាប់តែមើលឃើញគេកាយវិការញ៉ាំចុះញ៉ាំណាខ្ញុំថាចាំមើលថ្ងៃណាមួយខ្ញុំនឹងមកសាកម្ដងហើយឥឡូវនេះនាងខ្ញុំបានមកដល់នៅខាងកាហ្វេ Corner នៅ Aeon 2ដែលបានសាកជាមួយនឹងគ្រឿងទឹកដែលគេថាល្បីថាឆ្ងាញ់កាហ្វេអំបិលជាមួយម៉ាឆាជាមួយ Passion Cream ហើយជាមួយនឹងនំដែលស្រោចឈីសពីលើគ្រីមពីលើអីហ្នឹងអូនិយាយពីដាក់មកបងអើយបងប្អូនហើយនិយាយពីជាតិតែម្ដងណាមិនថាគេថាខាងល្បីមែនរសជាតិញ៉ាំខាងក្រៅជាមួយនឹងគេហៅថាកាហ្វេ Corner ហ្នឹងគឺរសជាតិញ៉ាំទៅខុសគ្នាឆ្ងាយមែនតើអញ្ចឹងទៅនៅខាង Aeon 2កាហ្វេ Corner Aeon 2ហ្នឹងគឺមានតាំងពីហ្គេមកូនក្មេងលេងអាកៅធំហ្នឹងគឺ free ឲ្យមកកាចំពោះអាកៅតូច2ហ្នឹងគឺថែមឲ្យមកកាដូចគ្នាអញ្ចឹងបងប្អូនអាចនិយាយថាកូនមកលេងមកញ៉ាំកាហ្វេញ៉ាំអីអង្គុយលេងក៏អាចមានការលេងកម្សាន្តហើយថ្ងៃនេះក៏ខ្ញុំបានមកជួបជាមួយនឹងបងប្រុសដែលគាត់បានរៀបចំធ្វើហ្នឹងក៏ខ្ញុំបានផ្តិតយករូបភាពថតនៅវីដេអូដែលគាត់បានធ្វើហ្នឹងថាតើមួយថ្ងៃគាត់អូយបងប្អូនឲ្យពេលខ្ញុំមកដល់នៅខាង Corner Aeon 2នេះគឺនិយាយទៅភ្ញៀវច្រើនមែនតើមិនថាញ៉ាំនៅកន្លែងមិនថាការខ្ចប់ចេញទៅខាងក្រៅនិយាយពីបតក៏ទុយគ្នាចឹងមកល្បីមែនណាមិនថាការដែលថារសជាតិឲ្យវាសមនឹងអ្វីដែលវាល្បីតគ្នាឲ្យរសជាតិឆ្ងាញ់ទទួលយកបានពេលដែលមកដល់ហ្នឹងគឺឆ្ងាញ់តែម្ដងអូនិយាយទៅរសជាតិអានេះក៏ឆ្ងាញ់អានោះក៏ឆ្ងាញ់ហើយការដែលធ្វើចេញមកហ្នឹងគឺគាត់មានព្រឹត្តព្រៀងក្រឹតគ្រាត្រឹមត្រូវមិនចេះតែដាក់ឲ្យតែបានទេណាអញ្ចឹងគឺគាត់មានស្តង់ដារគាត់ក្នុងការដាក់ហើយនិយាយទៅបើសិនជាឆ្ងាញ់ហ្នឹងហើយអញ្ចឹងហើយបានជាគេចូលចិត្តមកហើយមកទៀតអញ្ចឹងបងប្អូនហើយដូចនេះគេហៅថាកាហ្វេដែលកំងមកហ្នឹងគឺយើងអត់យកនេះទេយើងអត់យកស្ករទេដោយសារយើងអត់ខាងខ្ញុំអត់ចូលចិត្តផ្អែមហ្នឹងអញ្ចឹងខ្ញុំប្រាប់គាត់ថាអូនមិនបាច់ដាក់អត់ស្ករមួយហ្នឹងហើយអត់ស្ករមួយអញ្ចឹងនៅពេលដែលមកខាងកន្លែងនេះបងប្អូនបើសិនជាបងប្អូនត្រូវការដូចថាមកលេង Aeon 2មកលេង Macro មកលេងអីសែនសុកខាងសែនសុកអីអត់ដឹងថាកាហ្វេ Corner នៅណាមានមកខាងកាហ្វេCorner នៅខាងសាខា Aeon 2ហ្នឹងគឺមានតែម្ដងបងប្អូនអាចមកដល់កន្លែងមានរសជាតិឆ្ងាញ់បុគ្គលិករស់រាយរាក់ទាក់និយាយពីមកបដើញ៉ាំបដើទៅជែកលេងសើចពេញហ្នឹងអាលវលផងអីផងលៀតពេលបន្តិចឃើញបងប្អូនគ្រាន់តែរូបភាពដែលគាត់ធ្វើចេញមកនិយាយពីស្អាតមិនទាន់បានញ៉ាំទេណាហើយភ្ញៀវបន្តកតុយគ្នារហូតនិយាយទៅគឺញាប់ដៃញាប់ជើងណាបុគ្គលិកនៅក្នុងហាងហ្នឹងគឺគាត់លឿនធ្វើលឿនទៅមិនថាភ្ញៀវប៉ុណ្ណាច្រើនប៉ុណ្ណាអីប៉ុណ្ណាគឺគាត់ធ្វើតន់តែម្ដងហើយពីរស់រាយញ៉ាំធ្វើបដាញ៉ាំបដោនិយាយទៅខ្ញុំសរសើរមកនៅសាខា Aeon 2 Cafe Corner ហ្នឹងគឺឲ្យខ្ញុំឲ្យ the best ហ្មងណានិយាយទៅអូនិយាយទៅពួកគាត់បកកែសម្ដីបកកែអីនិយាយបដើមាត់និយាយបដើហើយអាដៃធ្វើបដើនិយាយទៅឲ្យបកកែខ្ចប់វិញចាញ់រហូតម្ដង5ម្ដង10ម្ដងអូបន្តដល់បងប្អូនបានឃើញភ្ញៀវជំរាបជួគ្នាតណាចង់ញ៉ាំកាហ្វេមកនេះចង់ញ៉ាំមច្ឆាដូងគ្រីមមកនេះចង់ញ៉ាំ Passion Cream មកនេះចង់ញ៉ាំកាហ្វេអំបិលមកនេះដែរហ្នឹងណាមកឡៃណាមកនេះហ្នឹងគឺមកគេហៅថាកាហ្វេ Corner នៅសាខា Aeon 2អរគុណចំពោះការតាមដានទស្សនានៅក្នុង page Marat Takeaway Food កុំភ្លេចជួយ follow Facebook TikTok ហើយនិង subscribe ជាមួយនឹង channel YouTube ផងដែរហើយនេះខ្ញុំនឹងនាំយកវីដេអូដែលល្អម្ហូបឆ្ងាញ់ថ្មីមកដាក់នៅក្នុង page Marat Takeaway Food អរគុណចំពោះការតាមដានទស្សនានៅក្នុង page របស់នាងខ្ញុំអរគុណបាយបាយ